ស្រីថាស្តុបគឺជប់បញ្ញាកដាស្រីថាបុកគឺសិលមិញឲ្យគ្រប់ការប្រកួតបាទយើងត្រៀមទស្សនាការប្រកួតអ្នកឈ្នះឡើងទៅវគ្គផ្ដាច់ព្រនបាទចាប់ជើងពីលីតាមួយដៃស្ដាំរុញផ្អឹបទៅនឹងសង្វៀនចាក់ជង្គង់ស្ដាំរបស់ស្រីពេញទស្សនាជាបន្តទៀតទាត់ស្ដាប់អាយ៉ាមួយដៃស្ដាំរបស់ស្រីពេញទាត់ឆ្វេងពីស្រីពេញបង្គោលក្រហមទាត់ស្ដាំសងរបស់លីតាអត់អីធាក់ស្ដាំពីលីតាបង្គោលខៀវចាប់ជើងរុញផ្ដួលទៅតែម្ដងបាទអញ្ញាកដាលអ្នកគ្រូអ្នកដែលជាយាមទៅចាប់ទាញចាប់បំបែកតមួយដៃឆ្វេងអូយបាទកន្លែងនេះចូលពេញល្អណាស់របស់ស្រីពេញបាទលីតាថាអត់អីទេអត់អីទៅបន្តទៀតបដូរកណ្ដាប់ដៃគ្នាដើរចូលទាត់ស្ដាំរបស់លីតាចាប់ជើងដេញតាមកលបូតទៅវិញបាទទាត់ស្ដាំរបស់លីតាមួយដៃស្ដាំរបស់ស្រីពេញទាត់ឆ្វេងស្រាលពីលីតាបង្គោលខៀវមួយដៃស្ដាំរបស់ស្រីពេញអត់ចំគោលដៅទេហើយអាស្ដាំរបស់លីតាចាប់ជើងជាប់ជាថ្មីចាប់ជើងក៏រុញផ្អឹបឲ្យអញ្ញាកដាលអ្នកស្រីអ្នកដែតក៏បំបាយចេញសិនបាទទស្សនាជាបន្តទាត់ឆ្វេងអាយ៉ាមួយដៃស្ដាំរបស់ស្រីពេញបាទទស្សនាជាបន្តទៀតបាទឥឡូវនេះសម្រាប់គូនេះទឹកទី1ទទួលបានទឹកប្រាក់ឧបត្ថម្ភហើយនេះអង្គការសំអាងវឌ្ឍនៈនិងអាដាមខមវិធីឧបត្ថម្ភជូនទុនស្រីពេញបង្គោលក្រហមទឹកប្រាក់20,000រៀលមិនថនអស់ទេណាបង្គោលខៀវបាទវត្តមានអាដាមស៊ុនសូម៉ាលីនអភិបាលនៃគណៈបាលខេត្តព្រៃវែងឧបត្ថម្ភជូនដល់បង្គោលខៀវយងលីតានៅទឹកប្រាក់20,000រៀលបាទចឹងទឹកប្រាក់20,000លើកទឹកចិត្តជូនទៅដល់កីឡាករនីតែពីរនេះទឹកទី1ទេចុះតម្រាំទឹកទី2ទឹកទី3ចឹងប្រឹងប្រែងបន្ថែមទៀតអាយ៉ាមួយដៃស្ដាំរបស់ស្រីពេញទាត់ឆ្វេងពីស្រីពេញបង្គោលក្រហមទាត់ស្ដាំរបស់យងលីតាបង្គោលខៀវទាត់ស្ដាំពីលីតាទាត់ស្ដាំពីស្រីពេញទាត់ទៅទាត់មកដូចគ្នាបាទចង់ប្រឹងប្រែងថ្ងៃនេះជាកីឡាករនីថ្ងៃអនាគតបាទបងប្អូនប្រឹងក្លាយទៅជាវីរៈកីឡាករនីបាទទាត់ស្ដាំរបស់លីតាណាល្អដូចគ្នាប្រយ័ត្នប្រយែងដូចគ្នាចេញចូលបាំងបិទមានដូចគ្នាបែកអាផ្លេដូចគ្នាមួយដៃស្ដាំក៏ចប់ទឹកទី1បាទអរគុណណាស់ចប់ទឹកទី1និងអាដាមខមវិធីឧបត្ថម្ភបន្ថែមដល់ធនស្រីពេញបាទចំណែកបាទអាដាមសួនសមាលិនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងក៏ឧបត្ថម្ភបន្ថែមទៀតដល់កីឡាករនីបង្គោលខៀវ20,000រៀលបាទសរុបគឺបានម្នាក់40,000រៀលហើយបាទគិតមកត្រឹមដើមទឹកទី2បាទយើងទស្សនាការប្រកួតបាទដាក់ចូលកណ្ដាប់ដៃឆ្វេងស្ដាំបាទកីឡាករនីបាទគឺបាទមានក្តីសោមនស្សរីករាយមែនទែនដែលមានឱកាសបាទប្រកួតនៅដើមពៀនបាទដូចជាកីឡាករដែរបាទដាក់ចូលពីធនស្រីពេញដងតៃសិនទាត់ជើងស្ដាំបាទម៉ាត់ដៃស្ដាំទាត់ស្ដាំថែមមួយទៀតបាទដាក់ចូលបាទក្រៀកជាប់បាទព្យាយាមផ្ទាល់មុខជង្គង់កាច់បវលបានមកជុំកន្លះបាទអ្នកស្រីអញ្ញាកដាគឺអ្នកស្រីអ្នកដែតបាទចាប់បបែកបាទឲ្យបន្តការប្រកួតបាទម្សិលមិញគឺថាទិវាសិទ្ធិនារីហើយថ្ងៃទី9នេះគឺថាទិវានារីប្រកួតគ្នាដណ្ដើមពានវិញម្ដងបាទអញ្ញាអន្តៃសិនកណ្ដាប់ដៃឆ្វេងស្ដាំរបស់លីតាចូលចាប់ក្រៀកជាប់ជង្គង់ស្រាលដូចគ្នាបាទក្រៀកជាប់ជង្គង់របស់ស្រីពេញបាទផ្ទះចូលគោលផ្លូវបាទបន្តការប្រកួតពេលវេលាគឺថានៅសល់វែងឆ្ងាយបាទពាក់កណ្ដាប់ផ្លូវនៅទឹកទី2ចូលចាប់ក្រៀកជាប់បាទកណ្ដាប់ដៃស្ដាំរបស់ស្រីពេញបាទធាក់ទល់សងមកវិញរបស់យងលីតាបាទក្រៀកជាប់បាទលោកស្រីអញ្ញាកដាចាប់បបាយជាបន្តទៀតបាទគូក្រោយបាទវគ្គជំរូកីឡាករនីជាបន្តក៏បានត្រៀមខ្លួនបាទចាប់កាច់បវលអត់ដួលទេបាទក្រៀកជាប់បាទស្រីពេញដើរចូលបាទទាត់ស្ដាំរបស់លីតាម៉ាត់មកដៃស្ដាំដើរត្រង់ល្អមែនទែនបាទធាក់ស្ដាំបាទចូលក្បាលពួរចាប់ក្រៀកជាប់បាទដៃខ្ទៀតចេញទៅក្រៅសង្វៀនបាទដូច្នេះគឺបាទលោកស្រីអញ្ញាកដាចាប់បបាយតែម្ដងបាទដើរចូលតិចបាទអ្នកទាំង4ជាបេក្ខភាពដណ្ដើមពានគឺថាសុទ្ធតែតាំងចិត្តល្អមុតមមដូចគ្នាបាទនេះគឺជាឱកាសដែលកម្រថានឹងមានបាទហើយគឺមាននៅលើសង្វៀនក្រុមគុនខ្មែរតែម្ដងបាទចាប់កាច់បវល
លោកស្រីអញ្ញាកដាចាប់បំបែកបាទបន្តទស្សនាការប្រកួតជាបន្តទៀតអាយយបាត់ទាត់ឆ្វេងកាត់របស់សុនត្រីពេញបាយមិនចូលទ្វារក៏ប៉ុន្តែគាត់ទាត់ប្រហើមរៀងស្រាលបន្តិចបាទបើសិនជាទាត់ធ្ងន់មិញអូយបាទមួយជើងនេះបាទមួយជើងមុនហ្នឹងគេថាដូចមួយជើងលុចលូនបញ្ញាអញ្ចឹងបាទដើរចូលរបស់ធុនស្រីពេញគ្រាបាទព្យាយាមខ្ទាស់មកជាប់ធ្វើអ្វីមិនកើតមានតែចាប់បំបែកតែម្ដងបាទ20វិនាទីចុងក្រោយសម្រាប់ទឹកទី2បាទញញឹមប៉ះដៃគ្នាមួយសិនបាទការប្រកួតដ៏ជួចចិត្តក៏ទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តបន្ថែមពីវត្តមានគណៈធម្មដីគឺម្នាក់40,000រៀលរួចរាល់បាទដើរចូលរបស់ស្រីពេញបាទអ្នកឈ្នះឡើងទៅវគ្គបន្តអ្នកចាញ់ហាលឲ្យត្រឹមនេះបាទទាត់ឆ្វេងស្រីពេញទាត់ស្ដាំសងវិញរបស់យងលីដាទីបាទចុះទឹកទី2 I'm Nick Taylor, football player of Cambodia's national team. I'm active for endurance. I'm active for strength. I'm active for our country. យងលីតាចេញមកហើយទាត់កាត់តឡាចមួយលោកចូលបានម្ដាយស្ដាប់សងវិញពីធុនស្រីពេញគេហៅថារវងព្រះច័ន្ទថែមម្ដាយស្ដាំទៀតបាទបន្ថែមប្រាក់ឧបត្ថម្ភហើយក្នុងនោះអ្នកអង្គញាសំអាងវឌ្ឍនៈទាំងអាដាមខំពធីឧបត្ថម្ភជូនដល់កីឡាករនេះធុនស្រីពេញបង្គោលក្រមហា20,000រៀលបាទមិនទាន់អស់ទេសម្រាប់កីឡាករនេះបង្គោលខៀវក៏ទទួលបានប្រាក់ឧបត្ថម្ភដែរពីអាដាមសួនសូម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងចំណាយពេលវេលាដ៏មានតម្លៃចូលរួមទស្សនាផ្ទាល់ហើយឧបត្ថម្ភជូនដល់កីឡាករនេះបង្គោលខៀវ20,000រៀលម្នាក់ទទួលបាន60,000រៀលហើយសម្រាប់ការប្រកួតជម្រុះជុំទី1បន្ទស្សនាការប្រកួតជាបន្តទៀតបន្ទាប់ពីទទួលបានប្រាក់លើកទឹកចិត្តពីគណៈអធិបតីកម្លាំងក៏កាន់តែកើនប៉ុន្តែគាត់តែខ្យល់នឹងរៀងអស់បន្តិចបាទរៀងអស់បន្តិចប៉ុន្តែយុទ្ធសាស្ត្រការប្រកួតនៅលើសង្វៀនក៏ត្រូវតែមានហើយរៀងទប់ទល់គ្នាទៅវិញទៅមកដែរដោយសារត្រូវចិញ្ចឹមទឹកត្រៀមការប្រកួតក្រោយដើម្បីក្លាយជាម្ចាស់ពានក្នុងក្តីសម័យរបស់ខ្លួនបាទតែសង្វៀនគាត់បានផ្ដល់ឱកាសឲ្យលោកចូលបានម្ដាយឆ្វេងរបស់យងលីតាដកថយទៅវិញហើយក៏ទាត់កាត់ស្លាចមួយយងលីតាទាត់កាត់ថយទៅវិញស្រីពេញជាយាមបាត់លើធាក់ទល់អ្នកបញ្ជើងចាប់ជូងជាប់ឆក់បានម្ដាយស្ដាំចាប់គៀកកជាប់រាប់អានជីវិតភ័ក្រនៅក្រោមនៅសន្តិមិត្តភ័ក្រឯប៉ុន្តែនៅលើគឺថាទុកមនោចេតនាមកកន្លែងសិនលោកចូលបានពីរដៃហើយទាត់ទៀតក៏អមស្រីពេញជាយាមវាយកាត់លើចាប់ជូងជាប់រុញទាញក៏ចាក់ជង្គង់ប៉ុន្តែអត់ទេអាញាកដាប្រាប់ហើយថាតែអាញាកដាខាត់ឲ្យមានថែមទៀតទេទៅស្ដាប់លក្ខន្តិកៈរបស់អាញាកដានៅលើសង្វៀនជាអ្នកសម្របសម្រួលបាទទស្សនាការប្រកួតជាបន្តញាក់បានតែសិនស្រីពេញឈរតាំងឃុំហើយលោកចូលបានម្ដាយបួងកចាក់ជង្គង់ហើយចាក់ជង្គង់ឲ្យលោតចូលធាក់មួយក្តាលក្បាលពោះហើយកន្លែងតាមជាបន្តទៀតអាញាកដាជប់សិនសម្រួលស្ថានភាពអូមកកដាបន្តការប្រកួតស្រីពេញដកដង្ហើមមួយសិនស្រីពេញដង្ហើមទាត់កាត់បានម្នាក់មួយជើងបាទក៏ចំអ្នកគ្រូហើយក៏បន្តការប្រកួតទៀតលោកចូលបានពីរដៃទាត់កាត់ទៀតក៏អមឆក់បានម្ដាយស្ដាំពីយងលីតាហើយទាត់លើមួយយងលីតាក៏ថែមបាទមិននេះក៏តែជើងជូសមុទ្រចូលតម្រៃស្វាយកម្មមកបាទអីក៏រៀងវេបានតិចក៏ឥឡូវបន្តការប្រកួតទៀតគោះដៃមួយសិនគោះដៃមួយពីយងលីតាញាក់ឲ្យទាត់ក្រៅមួយស្រីពេញក៏ព្យាយាមទាត់ទៅវិញចាក់ជង្គង់មួយបាទច្រកពងលើស្ដាំពីយងលីតាក៏សើចដាក់គ្នាក៏ចាប់ទឹកទី3អរគុណច្រើនបងពុកម៉ែបងប្អូនកំពុងតែចង់ដឹងថាគូនេះអ្នកណាជាអ្នកឡើងទៅវគ្គដាច់ព្រាត់បាទខ្ញុំបាទក៏សូមប្រកុលភិរិយជូនទៅដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលនេះបង្គោលក្រហមធុនស្រីពេញឈ្នះបង្គោលខៀវយងលីតា